សួស្តីបងប្អូនទាំងអស់គ្នាតើបងប្អូនស្គាល់ថាដើមនេះគេហៅថាដើមអ្វីដែរឬទេប្រភេទផ្កានេះគឺជាផ្កាដែលពេញនិយមនៅក្នុងប្រទេសភូមាឲ្យតែរដូវចូលឆ្នាំគឺជាប្រភេទផ្កាដែលគេយកទៅបូជាគឺស្វែងព្រះនៅប្រទេសភូមាប៉ុន្តែនៅប្រទេសខ្មែរយើងគេដាំលម្អតាមសួនតាមផ្លូវសាធារណៈចឹងផ្កានេះមានឈ្មោះថាផ្ការាជនេះគឺស្លឹករបស់វាបងប្អូនអ្នកខ្លះគេហៅថាផ្កាលឿងរាជដោយសារវាពណ៌លឿងចឹងគេហៅថាផ្កាលឿងរាជហើយចំពោះផ្លែវាគឺផ្លែវែងនេះផ្លែវែងបាទផ្កានេះល្អណាស់បាទផ្លែរបស់វាបាទអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនានៅផ្ការាជ